ចឹងដើម្បីជួយបងប្អូនខាងផ្នែកសំណង់នៅខែ1នេះយើងនឹងរៀបចំការធ្វើតេស្តសម្រាប់បងប្អូនយើងមកពីថៃធ្វើតេស្តដោយអត់គិតថ្លៃប៉ុន្តែនៅពេលដែលយើងទៅដាក់ពាក្យធ្វើការងារនៅខាងផ្នែកសំណង់គឺភាគច្រើនគេត្រូវការជំនាញគេត្រូវការសមត្ថភាពអញ្ចឹងគឺនៅពាក់កណ្ដាលខែ1ជំនាញគេត្រូវការសមត្ថភាពអញ្ចឹងគឺនៅពាក់កណ្ដាលខែ1ក្រសួងការងារនឹងរៀបចំធ្វើតេស្តសមត្ថភាពបងប្អូនដែលធ្លាប់ធ្វើការសំណង់នៅឯប្រទេសថៃហើយទៅធ្វើការងារនៅទីនោះអាចតែ5ឆ្នាំឬមួយក៏អីអាចចេះរៀបឥដ្ឋហើយរៀបឥដ្ឋបានល្អចេះរៀបការ៉ូចេះបូកចេះចងសរសៃដែកចេះវាយក្តារពុម្ពបានល្អប៉ុន្តែយើងអត់មានសញ្ញាបត្រមួយបញ្ជាក់ទៅក្រុមហ៊ុនថាខ្ញុំចេះវាយក្តារពុម្ពខ្ញុំចេះចងដែកខ្ញុំចេះបូកខ្ញុំចេះរៀបការ៉ូខ្ញុំចេះរៀបឥដ្ឋបានហើយខ្ញុំចេះរៀបបានលឿនទៀតអញ្ចឹងដើម្បីជួយបងប្អូនខាងផ្នែកសំណង់នៅខែ1នេះយើងនឹងរៀបចំការធ្វើតេស្តសម្រាប់បងប្អូនយើងមកពីថៃធ្វើតេស្តដោយអត់គិតថ្លៃអ្នកណាធ្លាប់បូកយើងនឹងឲ្យចូលទៅខាងបូកអ្នកណាធ្លាប់រៀបការ៉ូទៅការ៉ូអ្នកណារៀបឥដ្ឋអ្នកណាធ្លាប់វាយក្តារពុម្ពទៅក្តារពុម្ពអ្នកណាធ្លាប់ចងដែកទៅចងដែកពេលនោះគឺបងប្អូននឹងបានសញ្ញាបត្រមួយបញ្ជាក់ថាតើបងប្អូនមានជំនាញកម្រិតណាឧទាហរណ៍យើងកំណត់ក្នុង1ម៉ោងឲ្យរៀបអញ្ចាំងបាន1ម៉ែត្រការ៉េឲ្យស្មើឲ្យត្រង់ល្អ